សូមជម្រាបសួរបងប្អូនទាំងអស់គ្នាចាស្វាគមន៍មកកាន់វីដេអូទី2នៃការរៀន Python ចាយើងបាក់ក្បែរដំបូងមកគឺយើងលេងហ្គេមចាមុននឹងចាប់ផ្ដើមការរៀនហ្គេមយើងនឹងគឺសាហាវខ្លាំងមែនតើចាគៀបដល់បន្តគ្នាប៉ុន្តែដោយសារតែអ្នកគ្រូក៏សៀកសពុតរៀងពិបាកអញ្ចឹងយើងក៏ដូរមកគៀបដៃវិញតែអាវីដេអូគៀបដៃហ្នឹងយកបានដាក់ក្នុងហ្នឹងឯងចាអញ្ចឹងនេះសកម្មភាពបងប្អូនមើលបដាទៅហើយខ្ញុំក៏និយាយពីPython thấy bạn một bông khơiអ្នកគ្រូផុសជាច្រើនន័យថា Python រៀងឆ្ងល់ទេចឹង Python ហ្នឹងគឺជាការបង្រៀនតាមសមត្ថភាពរបស់សិស្សចាបន្ទាប់ពីយើងលេងហ្គេមចប់យើងក៏បានចូលមេរៀនចាអញ្ចឹងយើងលោកគ្រូក៏បានបរៀនមេរៀនក៏ដូចជាចាក់វីដេអូឲ្យយើងមើលហើយអញ្ចឹងបន្ទាប់ពីយើងបានមើលហើយយើងក៏ចាប់ផ្ដើមអនុវត្តក្រុមតូចចាអញ្ចឹងអនុវត្តក្រុមតូចនៅក្រុមរបស់ខ្ញុំផងដែរគឺអ្នកគ្រូសាមុនចាគាត់ឡើងបង្រៀនចាហើយខ្ញុំសូមនិយាយតទៀតតើតើនឹងគោលបំណងរបស់ Python អញ្ចឹងគោលបំណងទី1របស់ Python គឺជួយឲ្យសិស្សដែលមានគម្លាតសមត្ថភាពដែលគាត់មានសមត្ថភាពមានគម្លាតសមត្ថភាពមានន័យថាសមត្ថភាពគាត់មានអ្នកខ្លះខ្សោយមានអ្នកខ្លះខ្លាំងណាស់អញ្ចឹងគឺនឹងមិនទាន់មានមូលដ្ឋានគ្រឹះទៅលើផ្នែកអំណាចនឹងគណិតហ្នឹងអញ្ចឹងជួយគាត់ឲ្យគាត់អាចភាសាជាងមុនហើយទី2គឺផ្ដល់ការបង្រៀនឲ្យឆ្លើយតបទៅនឹងតម្រូវការនិងល្បឿនសិក្សារបស់សិស្សចាហើយទី3គឺទប់ស្កាត់ការបោះបង់ការសិក្សាតាមរយៈការអន្តរាគមន៍ទាន់ពេលដល់សិស្សដែលខ្សោយបំណិនមូលដ្ឋានចាជាទូទៅបើសិនជាពួកគាត់និយាយឲ្យចំទៅបើសិនជាគាត់តាមអត់ទាន់គេដូចយើងមើលរឿងភាគចឹងណាយើងតាមអត់ទាន់គេទេប្រកាសជាយើងអត់ចង់មើលរឿងភាគហ្នឹងទៀតហើយអញ្ចឹងអ្វីដែលយើងអាចជួយគាត់បានគឺយើងអាចធ្វើទៅបានគឺយើងជួយគាត់ឲ្យទាន់ពេលវេលាចានេះចូលមកដល់សាច់រឿងយើងជាក់ស្ដែងវិញចានេះគឺបងវិលកោចាឈ្មោះឡើងអនុវត្តក្រុមធំចាបានទៅដល់អញ្ចឹងបានបង្រៀនដោយបងអៀនសុភីចាអញ្ចឹងគាត់ក៏ចាប់ផ្ដើមអនុវត្តក្រុមធំផងដែរអញ្ចឹងអនុវត្តក្រុមធំរបស់យើងហ្នឹងគឺល្បែងសិក្សាហ្នឹងគឺពាក្យលាក់ខ្លួនអញ្ចឹងនៅក្នុងហ្នឹងមានរូបភាពហើយឲ្យសិស្សគាត់មើលរូបភាពហ្នឹងយកពាក្យហ្នឹងមកបិទនៅលើពាក្យហ្នឹងអញ្ចឹងក៏ជួយឲ្យសិស្សហ្នឹងគាត់ជួយឲ្យសិស្សងាយយល់ហើយនឹងមើលគ្រាន់តែមើលរូបភាពអាចទៅសេជាពាក្យបានមិនពិបាកនៅក្នុងការគិតណាចាហើយលក្ខណៈពិសេសទាំង9នៃកម្មវិធី Python នឹងដែរទី1គឺបបបានគរុកោសលចាអញ្ចឹងយើងមិនត្រូវបង្ខំសិស្សឲ្យរៀនក្នុងល្បឿនដូចគ្នាទេគឺយើងត្រូវបង្រៀនទៅតាមការខ្លឹមសារមេរៀននិងបង្កើតល្បែងសិក្សាឲ្យសមស្របទៅតាមកម្រិតយល់ដឹងជាក់ស្ដែងរបស់សិស្សម្នាក់ហើយផ្អែកទៅលើទិន្នន័យជាក់លាក់ទី2បន្តមកទី3គឺសីលធម៌ហើយនិងបរិយាបន្នទី4រៀនតាមរយៈការលេងទី5គាំទ្រជីវព័ន្ធទី6វឌ្ឍនៈសិក្សារបស់សិស្សទី7ការហ្វឹកហាត់ជាប្រចាំទី8អនុវត្តការវិតម្លៃជាប្រចាំហើយទី9នោះផងដែរគឺសំខាន់បំផុតគឺភាពការអត់ធ្មត់ចាអញ្ចឹងនៅក្នុងនឹងដែរគឺលក្ខណៈពិសេសនៅក្នុងនឹងវាល្អមែនតើចាមានទាំងមានភាពអាជីវកម្មយើងមិនលំអៀងហើយបរិយាបន្ននឹងនៅក្នុងនឹងឲ្យវាមានភាពចានិយាយថានៅក្នុងបរិយាបន្ននឹងយើងមិនបង្កឲ្យមានភាពលំអៀងទៅលើសិស្សណាម្នាក់ចាហើយរៀនតាមរយៈការលេងនឹងមានន័យថាយើងបង្កើតល្បែងសិក្សានៅក្នុងនឹងឲ្យជាច្រើនដើម្បីឲ្យសិស្សគាត់អត់មានអារម្មណ៍ថាធុញទ្រាន់នៅក្នុងការរៀនហ្នឹងបន្ទាប់ពីយើងតមកយើងវិទ្យាល័យជាប្រចាំទៀតហើយអ្វីដែលសំខាន់នោះគឺទី9អត់ធ្មត់ចាអញ្ចឹងយើងមានភាពអត់ធ្មត់អ្វីដោយបើសិនជាយើងអត់មានភាពអត់ធ្មត់ទេយើងធ្វើអីអត់ចាញ់ទេចាអញ្ចឹងកម្មវិធី Python គឺពិសេសមែនតើបន្ទាប់មកឈានមកដល់វីដេអូយើងវិញចាអញ្ចឹងបងភីក៏បានបង្រៀនបញ្ចប់ហើយនៅការអនុវត្តក្រុមធំនេះផងដែរចាហើយក៏សួរចំណាប់អារម្មណ៍បងភីថាចំណាប់អារម្មណ៍របស់យើងបន្ទាប់ពីពេលរៀនចប់យើងមានអារម្មណ៍មិនដែរចាបន្
តមកយើងក៏ចូលដល់វគ្គចេញលេងមានអាហារសម្រន់ហើយក៏ដូចជាថតវីដេអូជុំជាមួយនឹងអ្នកគ្រូទុកជាអនុស្សាវរីយ៍ចាបន្ទាប់មកយើងបានចូលរៀនវិញរៀនហើយក៏ចាប់ផ្ដើមអនុវត្តក្រុមបង្រៀនដោយបងស្រីណោចាអ្នកគ្រូស្រីស្អាតបន្ទាប់មកយើងចូលដល់ម៉ោងបាយចាមានត្រីអណ្ដែងមានសាឡុំម្ជូរគ្រឿងឆាខ្ញីមានអីចឹងណាមិនធម្មតាដែរចាហើយនៅកន្លែងហ្នឹងឆ្ងាញ់ហើយម្នាក់បើយើងផឹកទាំងទឹកទៀតម្នាក់អស់តែ 8,000 រៀលតែប៉ុណ្ណោះចាអញ្ចឹងនៅកន្លែងចេញពីសាលាហ្នឹងចេញខ្ទង់ប្រហែលជា500 ម៉ែត្រយើងទៅដល់កន្លែងហ្នឹងគាត់ដាក់ផ្លាកថាលីបងប្អូនអញ្ចឹងពេលជីកាត់កុំភ្លេចចូលញ៉ាំកន្លែងគាត់ផងឆ្ងាញ់បងប្អូនហើយតម្លៃសមរម្យទៀតចានេះបន្ទាប់ពីបាយហើយអ្នកគ្រូសាម៉ុនចាគេងតែម្ដងថ្ងៃហ្នឹងគេឈឺផ្ដាសាយអញ្ចឹងដាក់លក់តែម្ដងថ្ងៃហ្នឹងគាត់តែរៀនបានមួយថ្ងៃហើយម្នាក់ចាប់ផ្ដើមឈឺបើបងភីវិញក៏ឈឺដែរសំខាន់មានប្តីទាំងឆ្នាំឲ្យទៀតណាឡយតែម្ដងបន្ទាប់មកយើងចូលដល់មករៀនវគ្គ2ថ្ងៃអញ្ចឹងមុននឹងយើងចូលរៀនគឺយើងចាក់បទស្អាតជានិច្ចមុននឹងចាប់ផ្ដើមដំណើរការបន្ទាប់មកយើងក៏ចាប់កងបង្វិលចាកងបង្វិលសួរនៅពេលដែលយើងមេរៀនមុននឹងយើងចាប់ដើមមេរៀនយើងរំលឹកមេរៀនបន្តិចណាចឹងក៏ចាំលោតនេះប៉ុន្តែចំតែអ្នកគ្រូនៅសាលាបរៀននៅបល័យពេកអញ្ចឹងក៏ចាប់ឈ្មោះសារថ្មីចានេះគឺចំអ្នកគ្រូសាម៉ុនចាចឹងគេនារីក្លាហានក៏ដូចជាចេះចឹងគឺឡើងឆ្លើយវាពើហ្មងអត់មានខ្លាចទេចាបន្ទាប់មកយើងក៏បានរៀនឲ្យអនុវត្តឲ្យរៀនបន្ទាប់មកនេះអនុវត្តក្រុមធំទៀតចាអញ្ចឹងមើលរៀនដោយលោកគ្រូអេងមករាអញ្ចឹងនៅក្នុងសកម្មភាពថ្ងៃទី2ហ្នឹងមមាញឹកខ្លាំងមែនតើរៀនហើយមើលវីដេអូហើយអនុវត្តក្រុមតូចហើយអនុវត្តក្រុមធំបន្ទាប់មកអនុវត្តក្រុមតូចហើយអនុវត្តក្រុមធំទៀតចានៅក្នុងមួយថ្ងៃហ្នឹងយើងអនុវត្តច្រើនដងមែនតើអញ្ចឹងដើម្បីងាយស្រួលនៅក្នុងការយើងបង្រៀនជាក់ស្ដែងអញ្ចឹងបើយើងមានការអនុវត្តហើយនៅពេលដែលយើងបានអនុវត្តអញ្ចឹងក៏យើងងាយយល់នៅក្នុងនឹងដែរចាជាចុងចប់នៃវីដេអូនេះផងដែរក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូអត់ទេមែនតើចាសម្រាប់រយៈពេល3ថ្ងៃនេះសម្រាប់ការបង្រៀនពីធម្មមកកាន់ពួកអ្នកគ្រូក៏ដូចជាលោកគ្រូចាចំណាយទាំងពេលវេលាចំណាយទាំងកម្លាំងចិត្តកម្លាំងកាយហើយចំណាយពេលវេលាមុននឹងទៀតដើម្បីផលិតសម្ភារៈឧបទេសចាអញ្ចឹងពួកខ្ញុំពិតជាអរគុណខ្លាំងមែនតើហើយពួកខ្ញុំក៏បានទទួលចំណេះដឹងនិងបានច្រើនដែរចាអញ្ចឹងក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូអត់ទេមែនតើចាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា